แล้วก็คนที่ก็ได้บางแปะโดยประกอบเป็นชีมันโดยอย่างง่ายហើយនឹងប្រព័ន្ធការពារគ្រោះចេញពីមេសៀខាងក្រោមហើយប្រភេទនេះផលិតដោយប្រទេសចិនហើយវាមានតម្លៃក្នុងមួយគ្រឿងគឺ$3 លានសម្រាប់ទម្ងន់របស់វាគឺថា2តោនហើយវាផលិតនៅក្នុងឆ្នាំ2014ប្រវែងរបស់វាគឺ 10.10 ម៉ែត្រស្ទឹង 3.4 ម៉ែត្រកម្ពស់ 2.3 ម៉ែត្រប្រើប្រាស់យុទ្ធជន3នាក់សម្រាប់កម្លាំងធំរបស់វាគឺ125 មីលីម៉ែត្រនេះមួយកាន់ហ្នឹងហើយបើយើងមើលមកកាន់របស់នេះវាមានម៉ាស៊ីនត្រជាក់ហើយនឹងឧបករណ៍ផលិតពីថៃនិងប្រព័ន្ធការពារទុកនៅក្នុងរកបដែរយើងមើលមកកាន់នឹងធំរបស់វាគឺ125 មីលីម៉ែត្រនេះមានសមត្ថភាពនៅក្នុងការប្រយុទ្ធបាញ់ទៅលើកងទ័ពថ្មើរជើងពីដៃក្រោះនិងសម្រាប់ប្រកបនេះមានសមត្ថភាពនៅក្នុងការប្រយុទ្ធជាមួយនឹងកងទ័ពថ្មើរជើងពីដៃក្រោះនិងអធម្មពលចក្រដែលនៅកម្ពុជាទៀតហើយវាបានដាក់ប្រព័ន្ធមួយដែលគេហៅថាប្រព័ន្ធ GL5 គឺជាប្រព័ន្ធការពារខ្លួនដែលអាចបាញ់សម្លេចទៅលើមីស៊ីលនិងរ៉ុកែតប្រឆាំងក្រោះហើយវាមានដាក់បញ្ចូលរ៉ាដាគ្រប់គ្រងបញ្ជាបាញ់4ដែលវាអាចបាញ់បានចម្ងាយពី100ទៅ5000ម៉ែត្រប្រព័ន្ធនេះមានប្រព័ន្ធមួយទៀតគេហៅថា APS ជាប្រព័ន្ធការពារកម្រិតខ្ពស់ហើយប្រព័ន្ធនេះការពារចេញពីការវាយលុករបស់ក្រោះពីដែកនិងមីស៊ីលឬប្រព័ន្ធអាវុធដទៃទៀតដែលប្រឆាំងនឹងក្រោះហើយរកប្រភេទទំនើបនេះបានបំពាក់ដោយប្រព័ន្ធ NBC គឺជាប្រព័ន្ធបាញ់ផ្សែងបំបាំងខ្លួននិងប្រឆាំងនឹងអាវុធគីមីសាស្ត្រផងដែរក្រៅពីនេះមានកាភ្លើងយន្តបញ្ជាដោយ remote ប្រភេទការពារអាកាសគឺ 12.7 មីលីម៉ែត្រមានកាភ្លើងយន្ត 7.62 មីលីម៉ែត្រផងដែររកនេះមានប្រព័ន្ធផ្ដល់នៅទស្សនវិជ្ជានិងបញ្ជាក់ពីគោលដៅយ៉ាងច្បាស់មកដល់អ្នកបើកបរនិងមេតបមាន telescope 3 កន្លែងដែលអាចធ្វើការប្រយុទ្ធទាំងយប់និងទាំងថ្ងៃយ៉ាងល្អប្រភេទនេះគឺជាប្រភេទរក្រោះប្រយុទ្ធធនធ្ងន់របស់ចិនចំនួនទី3ដែលជាអាវុធទំនើបកំពុងតែលក់នៅលើទីផ្សារហើយប្រទេសថៃបានទិញអាវុធនេះជាច្រើនគ្រឿង